ជំរាបសួរកូនកូនជាទីស្រឡាញ់ថ្ងៃនេះជួបម្នាក់គ្រូសាស្ត្រជាថ្មីកូនកូនសុខសប្បាយអរគុណព្រះសម្រាប់សេចក្តីសុខសាន្តថ្ងៃនេះយើងនឹងរៀនជាមួយគ្នានៅមុខវិជ្ជាភាសាខ្មែរថ្នាក់ទី3ចាយើងនឹងរៀនអំពីអីកូនឧបករណ៍តន្ត្រីខ្មែរចាឧបករណ៍តន្ត្រីខ្មែរជាអីកូនចាឧបករណ៍តន្ត្រីខ្មែរគឺជាគ្រឿងភ្លេងពីបុរាណរបស់ខ្មែរយើងអញ្ចឹងឥឡូវកូនមកសង្កេតមើលរូបភាពជាមួយនឹងអ្នកគ្រូតើឧបករណ៍តន្ត្រីខ្មែរមានអីគេខ្លះកូនចាកូនសង្កេតឃើញអីកូនចាកូនសង្កេតឃើញស្គរធំកូនណាចាកូនសង្កេតឃើញអីទៀតកូនចាកូនឃើញឆាបមែនទេកូនចាកូនឃើញអីទៀតចាកូនឃើញខ្មោះមែនទេកូនចាកូនឃើញអីទៀតចាគឺកូនឃើញស្គរសំភោកូនណាចាជាប់ស្គរសំភោកូនឃើញអីស្គរអីកូនចាគឺស្គរឆៃយ៉ាំចុះឃើញកូនឃើញអីទៀតកូនចាគឺតាខេចុះកូនឃើញអីទៀតរនាតឯកចុះគាត់ឃើញអីទៀតកូនរនាតដែកចុះគាត់ឃើញអីទៀតរនាតធុងចឹងយើងឃើញថានៅក្នុងរូបភាពនេះគឺមានរនាតដល់ទៅ3គឺរនាតឯករនាតដែករនាតធុងចាចុះគាត់ឃើញអីទៀតកូនចាល្អមែនទេកូនឃើញត្រសោកូនណាចាកូនឃើញត្រសោកូនឃើញត្រអីទៀតកូនត្រអ៊ូចាចឹងយើងឃើញត្រមាន2ណាកូនណាត្រសៅនិងត្រអ៊ូចិត្តជាប់ត្រអ៊ូនេះអីគេកូនស្រឡៃចានេះគឺជាស្រឡៃចុះកូនឃើញអីទៀតកូនចាកូនឃើញខ្លុយមែនទេកូនចាកូនឃើញអីទៀតកូនចាកូនឃើញស្គរធំចុះសំទោសកូនឃើញស្គរដៃណាកូនណាចាស្គរដៃហើយកូនឃើញទៀតកូនចាកូនឃើញឈឹមមកនេះចាចឹងកូនឃើញឈឹមហើយកូនឃើញទៀតកូនឈឹមហើយកូនឃើញកងតូចយ៉ាងហ្នឹងកូនណាចាកូនទៅឲ្យកូនឃើញទេកូនចាគឺកូនឃើញខឹមចាអញ្ចឹងទាំងអស់នេះគឺជាអីគេកូនចាគ្រឿងទាំងអស់នេះគឺជាឧបករណ៍តន្ត្រីខ្មែរដែលយើងហៅថាដូតន្ត្រីខ្មែរអញ្ចឹងលេងដោយការអីគេកូនគឺលេងដោយការដំដោយការដេញដោយការផ្លុំចាដោយការកូតចាអញ្ចឹងកូនដឹងទេថាលេងដោយការដេញលេងយ៉ាងឧបករណ៍អីគេខ្លះកូនចាគឺមានតាខេមានចាប៉ីអីហ្នឹងគេលេងដោយដេញណាកូនណាចាហើយលេងដោយដំគឺគេកូនស្គរខ្មោះអីហ្នឹងចាគឺលេងដោយដំណាកូនណាចាchứលេងដោយផ្លុំមកកូនចាលេងដោយផ្លុំគឺខ្លុយឯកូនណាចាលេងដោយផ្លុំគឺខ្លុយហើយនឹងស្រឡៃណាកូនណាចាហើយលេងដោយកូតគឺប្រភេទត្រចាត្រសោត្រអ៊ូហ្នឹងគឺលេងដោយកូតណាកូនចាអញ្ចឹងអ្នកគ្រូមានអត្ថបទអំណានមួយដែលជាអត្ថបទគំរូបានន័យថាអត្ថបទនេះគឺជាគំរូនៃបញ្ជាក់អំពីចាគ្រឿងឧបករណ៍តន្ត្រីខ្មែរអញ្ចឹងឥឡូវកូនស្ដាប់ជាមួយនឹងអ្នកគ្រូដូតន្ត្រីខ្មែរជាសិល្បៈបុរាណដែលកើតមានឡើងអស់កាលដ៏យូរលង់មកហើយបុព្វបុរសខ្មែរបានបង្កើតឧបករណ៍ភ្លេងនិងនិពន្ធបទភ្លេងជាច្រើនគ្រឿងភ្លេងបុរាណខ្មែររួមមានទ្រស្គរតាខេខឹមរនាតកងស្រឡៃចាប៉ីសាដៀវឈឹមឆាបក្រាបលាក់ចាមានទៀតណាកូនឧបករណ៍ទាំងនេះងាយស្រួលធ្វើពុំលំបាកដូចគ្រឿងបរទេសទំនើបទេហើយក៏មិនចំណាយថវិកាច្រើនសម្រាប់ផលិតដែរឧបករណ៍តន្ត្រីខ្មែរត្រូវបានប្រគំឡើងតាមរយៈការដេញដំផ្លុំកូតហើយការប្រគំបទភ្លេងស្របតាមពិធីបុណ្យប្រពៃណីផ្សេងរីឯបទភ្លេងបុរាណខ្មែរអ្នកនិពន្ធរៀបចំតាមលំនាំធម្មជាតិដែលមានសំនៀងពីរោះលលង់លលោចទុនភ្លុនឧបករណ៍និងបទភ្លេងខ្មែរបុរាណគេយកទៅប្រើប្រាស់ក្នុងពិធីបុណ្យផ្សេងទៅតាមវងប្រគំដូចជាពិណពាទ្យមហោរីប្រពៃណីឆៃយ៉ាំយីកេល្ខោនជាដើមចាអញ្ចឹងយើងដឹងហើយណាថាឧបករណ៍តន្ត្រីខ្មែរគឺជាបុព្វបុរសចំនួនដើមយើងជាអ្នកដែលបង្កើតឡើងណាកូនណាចាដើម្បីទុកឲ្យចំនួនក្រោយយើងបានប្រើវាណាកូនណាចាអញ្ចឹងយើងជាកូនខ្មែរយើងត្រូវអីគេកូនចាយើងត្រូវចេះស្រឡាញ់ថែរក្សាការពារវាឲ្យបានគង់វង្សដើម្បីទុកតម្ក
ជាអត្តសញ្ញាណជាតិខ្មែររបស់យើងចាចឹងអ្នកគ្រូសង្ឃឹមថាមេរៀននេះនឹងជួយកូនទាំងអស់គ្នាណាកូនចាសូមព្រះប្រទានពរកូនទាំងអស់គ្នា